កម្ពុជាយកចិត្តទុកដាក់លើសុខទុក្ខយោធិនខ្មែរទាំង18រូបដែលកំពុងស្ថិតនៅក្រោមការឃុំឃ្នងរបស់ថៃនិងជំរុញឲ្យថៃដោះលែងតាមការសន្យារបស់ខ្លួនឯកឧត្តមទេសរដ្ឋមន្ត្រីលីធួចអនុប្រធានទី1អាជ្ញាធរមីនកម្ពុជាបានស្នើសុំឲ្យអង្គការកាកបាទក្រហមអន្តរជាតិ ICRC បន្តតាមដានសុខទុក្ខវីរៈកងទ័ពកម្ពុជាទាំង18រូបនិងជំរុញឲ្យថៃដោះលែងយោធិនកម្ពុជាទាំងអស់ការលើកឡើងនេះធ្វើឡើងកាលពីថ្ងៃទី1ខែធ្នូឆ្នាំ2025អំឡុងពេលនៃកិច្ចជំនួបពិភាក្សាការងាររវាងឯកឧត្តមនិងលោក Giles Carabinier អនុប្រធានអង្គការកាកបាទក្រហមអន្តរជាតិ ICRC ខណៈឯកឧត្តមកំពុងចូលរួមកិច្ចប្រជុំលើកទី22នៃរដ្ឋភាគីអនុសញ្ញាអូតាវ៉ានៅទីក្រុងស្នេហ៍ប្រទេសស្វីសឯកឧត្តមទេសរដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់អង្គការកាកបាទក្រហមអន្តរជាតិដែលបានផ្ដល់កិច្ចសហការនិងគាំទ្រដល់កម្ពុជាក្នុងការទាមទារនិងដោះលែងវីរៈកងទ័ពកម្ពុជាទាំង18រូបដែលត្រូវបានចាប់ខ្លួននិងដាក់ឲ្យស្ថិតនៅក្រោមការឃុំឃ្នងដោយខុសច្បាប់របស់យោធាថៃឯកឧត្តមក៏បានស្នើសុំដល់អង្គការកាកបាទក្រហមអន្តរជាតិបន្តតាមដានសុខទុក្ខរបស់វីរៈកងទ័ពកម្ពុជាទាំង18រូបនិងជំរុញឲ្យថៃដោះលែងយោធិនកម្ពុជាទាំងអស់ឲ្យបានឆាប់រហ័សជាទីបំផុតដើម្បីឲ្យពួកគាត់អាចត្រឡប់មកជួបជុំគ្រួសារវិញប្រកបដោយសុវត្ថិភាពជាការឆ្លើយតបរបស់លោក Giles Carabinier បានលើកឡើងថាអង្គការកាកបាទក្រហមអន្តរជាតិនឹងបន្តតាមដានសុខទុក្ខរបស់វីរៈកងទ័ពកម្ពុជានិងសន្យាធ្វើការជាបន្តចំពោះបញ្ហានេះជាមួយគ្រប់ភាគីពាក់ព័ន្ធសូមបញ្ជាក់នៅថ្ងៃទី2ខែធ្នូឆ្នាំ2025នេះជាថ្ងៃ126ហើយដែលវីរៈកងទ័ពកម្ពុជាចំនួន18រូបត្រូវបានចាប់ខ្លួននិងដាក់ឲ្យស្ថិតនៅក្រោមការឃុំឃ្នងរបស់យោធាថៃ